លោកឧត្តមសេនីយ៍ត្រីកែមអនុជមេបញ្ជាការអញ្ជើញជាអធិបតីភាពពិធីផ្សព្វផ្សាយសហការថ្មីដើមឆ្នាំ2025នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិនថ្ងៃពុធ3រោចខែពិសាខឆ្នាំម្សាញ់ថស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី14ខែឧសភាឆ្នាំ2025ការផ្សព្វផ្សាយថ្មីក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រីកែមអនុញមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិនដោយមានការចូលរួមពីលោកមេបញ្ជាការរងនាយសេនាធិការនាយការិយាល័យនាយទាហាននាយទាហានរងនិងពលទាហាននៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិនលោកឧត្តមសេនីយ៍ត្រីកែមអនុជក៏បានមានប្រសាសន៍ថាកងទ័ពត្រូវគោរពបទវិន័យទូទៅនៃកងយុទ្ធពលខេមរៈភូមិន្ទបទបញ្ជាផ្ទៃក្នុងគោរពអនុវត្តតួនាទីភារកិច្ចការពារព្រះមហាក្សត្រការពាររាជរដ្ឋាភិបាលការពារសន្តិសុខជូនប្រជាជនពិសេសកងទ័ពជាឆ្អឹងខ្នងដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកងទ័ពត្រូវប្រកាន់ភ្ជាប់នៅវិន័យប្រចាំការប្រចាំបញ្ជាត្រៀមកម្លាំងអន្តរាគមន៍ដោះស្រាយជាយថាហេតុដូច្នេះកងទ័ពត្រូវការពារសន្តិសុខស្ថិរភាពនៅក្នុងមូលដ្ឋានដែលអង្គភាពឈរជើងទទួលខុសត្រូវលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការក៏បានដាស់តឿនក្រានរំលឹកដល់នាយទាហាននិងនាយទាហានរងនិងពលទាហានថាត្រូវចូលរួមការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យការពង្រឹងកាយសម្បទាថែទាំសុខុមាលភាពហើយជាងនេះទៅទៀតនឹងត្រូវជៀសវាងឲ្យឆ្ងាយអំពីការពាក់ព័ន្ធបទល្មើសព្រៃឈើធនធានធម្មជាតិនិងត្រូវជៀសវាងដាច់ខាតការរក្សាទុកការប្រើប្រាស់និងការជួញដូរគ្រឿងញៀនដែលខុសច្បាប់ផ្សាយដោយអង្គភាពគេហទំព័រប្រមាណជាដែន TV News